ជីវិតអ្នកនឹងមានក្តីសុខខ្លាំងបើអ្នកចេះទប់រឿងទាំង4នេះបានហើយឈប់រត់តាមអារម្មណ៍អ្នកដទៃទៀតទៅទី1ទប់កុំឆ្លើយបើគេយកភ្លើងមកឈួលអ្នកការដែលអ្នកមិនតបមិនមានន័យថាអ្នកចាញ់ទេគ្រាន់តែមិនចង់យកតម្លៃខ្លួនទៅប្រឡាក់ជាមួយរឿងអត់ប្រយោជន៍ទី2ទប់កុំសួរបើគេមិនចង់ប្រាប់ការបន្តសួររឿងដែលគេមិនចង់និយាយធ្វើឲ្យអ្នកបាត់បង់តម្លៃខ្លួនរៀនធ្វើមិនដឹងមិនឮខ្លះទើបជីវិតមិនសូវស្មុគស្មាញទី3ទប់កុំអង្វរបើគេអស់ចិត្តមនុស្សបើគេនៅស្រឡាញ់គេមិនទុកយើងចោលទេរៀនទទួលស្គាល់ការពិតលែងដៃហើយដើរទៅមុខដោយភាពរឹងមាំជាជំរើសល្អបំផុតទី4ទប់ខ្លួនឯងកុំទៅបើគេមិនអញ្ជើញទោះបីជាស្និទ្ធស្នាលប៉ុណ្ណាក៏ដោយបើគេមានកម្មវិធីហើយគេមិនបានហៅមិនអញ្ជើញកុំទាមទារឬតាំងចិត្តទៅចូលរួមឲ្យសោះត្រូវចេះទុកតម្លៃនិងសេចក្តីថ្លៃថ្នូរឲ្យខ្លួនឯងកន្លែងណាដែលគេមិនត្រូវការយើងក៏មិនចាំបាច់ទៅអោនលំទោនគេដែរការទប់អារម្មណ៍ខ្លួនឯងវាមិនងាយស្រួលទេតែបើអ្នកធ្វើបានអ្នកនឹងក្លាយជាមនុស្សដែលគ្មានអ្នកណាអាចមកបំផ្លាញក្តីសុខអ្នកបានឡើយ